សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានចំណេះដឹងមួយគឺដាក់ follow នៅក្នុង account Facebook អញ្ចឹងយើងចុចចូល Facebook ទៅមកយើងចុចត្រេក3ហើយមកដល់កន្លែងហ្នឹងយើងចុច setting and privacy ទៅមកទៀតយើងចុច setting មកដល់កន្លែងហ្នឹងយើងអូសវាទៅក្រោមហើយយើងត្រូវពាក្យ follow កន្លែងមានរូបសញ្ញាបូកទៅមកយើងចុចចូលហើយយើងមកដល់កន្លែងហ្នឹងយើងត្រូវមើលកន្លែង public ហើយនឹង friend ទៅមកយើងដូរពី friend ទៅ public ទៅមកយើងចុច save ទៅមកទៀតយើងចុចបើកកន្លែងហ្នឹងមួយទៅពេលយើងបើកហើយយើងត្រូវពី update your profile ទៅមកយើងចុចចូលហើយយើងចុចពី update your profile ទៀតយើងចុចចូលចាំតិចបងប្អូន slow ដល់កន្លែងហ្នឹងយើងត្រូវចុចពី public ទៅមកយើងចុច next ទៀតដល់កន្លែងហ្នឹងយើងចុច confirm ដល់កន្លែងហ្នឹងដែរយើងត្រូវជ្រើសរើសពាក្យមួយអ្នកគ្នាដាក់តាមខ្ញុំពាក្យចុច next ទៀតទៅមកយើងចុចទៀតមកអញ្ចឹងមកដល់កន្លែងហ្នឹងយើងអាចបដូរពី friend មក follow បានហើយបងប្អូនអញ្ចឹងពួកបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច subscribe ម្នាក់មួយផងដើម្បីបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំបាទអញ្ចឹងមកដល់កន្លែងហ្នឹងយើងទៅចុចត្រេក3ខាងលើដើម្បីយើងមើលតើយើងអាចបដូរពី follow ពី friend មក follow បានអត់អញ្ចឹងយើងមើលយើងអាចបដូរបានហើយបងប្អូនអញ្ចឹងវីដេអូចំណេះដឹងខ្ញុំមានតែប៉ុណ្្នឹងទេជាស្រ័យផងបងប្អូនបើមានការនិយាយទៅខុសឆ្គងត្រង់ណាអ្នកដែលមកថ្មីកុំភ្លេចជួយចុច subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ